កម្ពុជារៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬក៏ឆបោកអនឡាញយោងទៅតាមទំព័រ Facebook ផ្លូវការនៅថ្ងៃទី13ខែមីនាឆ្នាំ2026លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសអំពីរបៀបវិរៈសំខាន់ៗនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដោយលោកនាយករដ្ឋមន្ត្រីក៏បានរំលេចនៅចំនួន4របៀបវិរៈសំខាន់ៗហើយនៅក្នុងនោះយើងសង្កេតឃើញថាមានរបៀបវិរៈមួយដែលសំខាន់ជាងគេបំផុតនោះគឺសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬដែលយើងហៅកាត់ថាឆបោកអនឡាញឬក៏បញ្ហា online scam ជាដើមហេតុអ្វីបានជាយើងចាត់ទុកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬឆបោកអនឡាញនេះជារឿងសំខាន់បងប្អូនបើយើងងាកមកនឹងស្ថានភាពបច្ចុប្បន្ននេះគឺបញ្ហា scam online បងប្អូនច្បាស់ជាបានដឹងបានយល់បានជ្រាបជ្រាបខ្លះហើយការឆបោកនៅតាមប្រព័ន្ធអនឡាញគឺមានការកើនឡើងខ្លាំងមែនទែននៅអំឡុងប្រហែលជា2-3 ឆ្នាំចុងក្រោយជាពិសេសថ្មីកន្លងទៅនេះសមត្ថកិច្ចកម្ពុជាយើងក៏បានចាប់ផ្ដើមបង្ក្រាបទៅលើបទល្មើសនេះជាច្រើនជាហូរហែបន្ទាប់ពីមានបទបញ្ជាយ៉ាងដាច់ណាត់ពីប្រមុខរដ្ឋាភិបាលក៏ដូចជាសម្ដេចថាបតីហ៊ុនម៉ាណែតឬលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនឹងបានបញ្ជាឲ្យសមត្ថកិច្ចត្រូវតែបង្ក្រាបទៅលើបទល្មើសនេះជាដាច់ខាតហើយមូលហេតុអីបានជាយើងត្រូវបង្ក្រាបដោយសារតែប្រជាពលរដ្ឋយើងច្រើនណាស់ដែលត្រូវប្រឈមទៅនឹងបញ្ហាឆបោកនេះហើយការឆបោកនេះឃើញថាមានច្រើនរូបភាពមែនទែននៅពេលបច្ចុប្បន្នមានទាំងការឆបោកតាមរយៈទេទូរស័ព្ទមកកុហកថាត្រូវរង្វាន់ត្រូវឆ្នោតអីចឹងហើយឲ្យវេលុយទៅមុនក៏មានហើយមានឆបោកផ្សេងទៀតតាមបណ្ដាញសង្គមមានទាំងករណីផ្ញើ link តាម Telegram តាម Facebook អីផ្សេងដើម្បីផ្ញើទៅកាន់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋយើងប្រជាពលរដ្ឋដែលប្រឈមជាងគេគឺប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដែលជាអ្នកមិនបានរៀនសូត្រជ្រៅជ្រះហើយពួកគាត់អាចថាអ្នកខ្លះលោភដែរបងប្អូនឃើញតែបានលុយស្រួលពួកគាត់ចេះតែលោភដាក់ទៅចាញ់បោកគេបាននេះជាបញ្ហាដែរហើយក៏មិនមែនប្រកាសថាបងប្អូននៅទីជនបទពួកគាត់សុទ្ធតែចាញ់បោកគេទាំងអស់ទេអ្នកខ្លះនៅក្រុងក៏ចាញ់បោកដូចគ្នាបើសិនជាលោភហើយយើងអត់បានយល់ដឹងពីល្បិចឆបោករបស់ជនខលខូចនោះទេគឺយើងត្រូវប្រឈមនឹងការបាត់បង់លុយហើយហើយជាមួយគ្នាក៏មានបញ្ហាផ្សេងទៀតដែរបងប្អូនទាក់ទងទៅនឹងបញ្ហា scam ហើយយើងឃើញថាមានការចាប់ខ្លួនឧក្រិដ្ឋជនក៏ដូចជាអ្នកធ្វើការនៅកន្លែង scam online រាប់ម៉ឺននាក់បងប្អូនហើយក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសដើមវិញផងដែរនៅក្នុងនោះជាពិសេសយើងឃើញស្នងការរាជធានីភ្នំពេញលោកជួននរិនបានលោកជួននរិនបងប្អូនស្នងការក្រុងភ្នំពេញហ្នឹងបានប្រកាសឲ្យសមត្ថកិច្ចតាមមូលដ្ឋានខណ្ឌទាំង10ជាងហ្នឹងត្រូវតែចុះបង្ក្រាបបោសសម្អាតscam online នេះកុំឲ្យមាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតកតងទៅនឹងបញ្ហា scam នេះដែរបងប្អូនយើងឃើញថាមានមេឧក្រិដ្ឋជនដ៏ធំមួយដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនខ្លួនទៅចិនគឺបងប្អូនច្បាស់ជាដឹងហើយលោក Gen Z ដែលជាអតីតប្រធានក្រុមហ៊ុនឬជាម្ចាស់ក្រុមហ៊ុនPrince Holding Group ដែលនៅក្នុងក្រុមហ៊ុននោះមានធនាគារមួយដែលល្បីបងប្អូនច្បាស់ជាស្គាល់គឺ Prince Bank សប្តាហ៍ថ្ងៃត្រូវបានធនាគារជាតិដកអាជ្ញាប័ណ្ណចេញហើយដោយសារតែធនាគារនេះមានបញ្ហាពាក់ព័ន្ធទៅនឹង scam អីចឹងជាដើមជាពិសេសគឺពាក់ព័ន្ធជាមួយលោក Gen Z ដែលជាម្ចាស់ក្រុមហ៊ុនផ្ទាល់ហើយបញ្ហានេះយើងពិតជាសោកស្ដាយដោយសារតែពេលនេះក៏មានអ្នកធ្វើការនៅក្នុងនោះសុទ្ធសឹងតែជាប្រជាពលរដ្ឋខ្មែរយើងអញ្ចឹងហើយពួកគាត់ត្រូវប្រឈមទៅនឹងការបាត់បង់ការងារដែរនេះជារឿងមួយដែលយើងសោកស្ដាយមែនទែនមិនគួរណាមានករណីកើតឡើងបែបនេះសោះតែយ៉ាងណាក៏ដោយយើងអាចថាឲ្យពួកគាត់ទៅរកការងារផ្សេងចុះគ្រាន់តែនៅក្នុងកំឡុងដែលយើងដែលគេរដ្ឋាភិបាលក៏ដូចជាធនាគារជាតិដកអាជ្ញាប័ណ្ណពីធនាគារនេះហើយយើងមិនដឹងច្បាស់ថាដំណោះស្រាយសម្រាប់បុគ្គលិកដែលជាអ្នកបម្រើការនៅធនាគារនោះនឹងទទួលបាន
សំណងអីមួយឬក៏យ៉ាងណាទេណាគាត់តែយើងដឹងថាមានក្រុមហ៊ុនមួយត្រូវបានគេដាក់ឲ្យធ្វើការដេញថ្លៃទៅលើធនាគារនេះហើយថ្មីនេះដែរឃើញមានធនាគារមួយទៀតដែលត្រូវបានដកអាជ្ញាប័ណ្ណដូចគ្នាគឺធនាគារ Panda Bank បាទដែលជាមានដែលមានពាក់ព័ន្ធទៅនឹង scam online នេះដូចគ្នាបាទអញ្ចឹងហើយនេះជាធនាគារទី2ហើយបើរាប់ទាំងក្រុមហ៊ុនមួយទៀតដែលជាក្រុមហ៊ុនវេលុយគឺ HP ក៏ត្រូវបានបិទផងដែរដោយសារតែមានពាក់ព័ន្ធនឹង scam ដូចគ្នាអាចថាក្រុមហ៊ុននេះបំរើទៅដល់ដំណើរការនៅក្នុងការវេលុយកខ្វក់មួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហា scam អីចឹងទៅបាទយើងងាកមកចាប់អារម្មណ៍នឹងប្រធានបទខាងដើមវិញដែលយើងនិយាយទាក់ទងនឹងសេចក្តីព្រៀងច្បាប់ស្តីពីការឆបោកអនឡាញនេះគឺយើងសាទរមែនទែនដោយសារតែកម្ពុជាយើងគឺបាទរងនៅភាពអាម៉ាស់រងនៅការមើលងាយមួយចំនួនពីប្រទេសជិតខាងជាពិសេសប្រទេសក្នុងតំបន់និងប្រទេសអាស៊ានក៏ដូចជាប្រទេសបណ្ដាប្រទេសអន្តរជាតិតែម្ដងបញ្ហា scam online នេះបងប្អូនគឺបានផ្ទុះឡើងខ្លាំងមែនទែនចាប់តាំងពីមានការសម្លាប់ទៅលើនិស្សិតជនជាតិកូរ៉េម្នាក់នៅភ្នំបូកគោខេត្តកំពតដែលខាងកូរ៉េនោះរហូតដល់បានបញ្ជូនសមត្ថកិច្ចរបស់កូរ៉េមកសហការជាមួយកម្ពុជានៅក្នុងការបង្ក្រាបទៅលើ scam online នេះហើយកម្ពុជាយើងត្រូវបានប្រជាជនកូរ៉េខាងត្បូងក៏ដូចជាប្រទេសកូរ៉េហ្នឹងគេមើលមកនៅក្នុងផ្លូវអាក្រក់មួយដោយសារតែមានប្រជាពលរដ្ឋគេស្លាប់នៅក្នុងប្រទេសយើងទាំងដែលការសម្លាប់នោះមិនមែនជាការសម្លាប់ដោយជនជាតិខ្មែរដែលយើងទៅទៀតហើយយើងត្រូវបានគេចោទថាជាកន្លែងសម្បុក scam online ហើយសូម្បីតែថៃដែលបានឈ្លានពានយើងនោះក៏យកលេសថាបង្ក្រាបទៅលើ scam online ដើម្បីវាយប្រហារមកលើទីតាំងមួយចំនួនរបស់ខ្មែរយើងទៀតនេះវាជារឿងដែលមិនល្អឡើយសម្រាប់កម្ពុជាយើងហើយសង្ឃឹមថានៅពេលនេះគឺរដ្ឋាភិបាលយើងនឹងឆាប់ជំរុញពន្លឿនទៅលើការចេញនៅសេចក្តីព្រាងច្បាប់នេះឲ្យកាន់តែលឿនបាទហើយដាក់ចេញឬក៏អនុម័តមកឲ្យបានកាន់តែលឿនកាន់តែល្អថែមទៀតខ្ញុំហួសចិត្តទៅនឹងបាទយុវជនមួយចំនួនដែលពួកគាត់បម្រើការនៅក្នុងវិស័យ scam នេះបាទខ្ញុំបានចូលទៅមើល comment នៅក្នុង Facebook ក៏ដូចជា TikTok មួយចំនួនគាត់បាននិយាយថាកុំតែមានចិនមកបើក scam online នេះទេបាទប្រជាពលរដ្ឋយើងបានប្រាក់ខែខ្ពស់គាត់អត់យល់ប្រាក់ខែខ្ពស់ក៏ពិតមែនប៉ុន្តែបាទសកម្មភាពដែលគាត់ធ្វើនេះវាមិនត្រឹមត្រូវមិនស្របនឹងច្បាប់បោកប្រាស់ឲ្យអ្នកដទៃធ្វើបាត់បង់ថវិកាឲ្យគាត់យល់ថាខ្លួនគាត់ត្រូវទៀតនេះខ្ញុំពិតជាហួសចិត្តនឹងពួកគាត់មែនទែនបាទតែខ្ញុំមិនបានទៅតបតអីនៅក្នុងនោះទេគាត់ខ្ញុំចូលអាន comment របស់ពួកគាត់ទេហើយឃើញមានច្រើនគ្នាដែរដែលពួកគាត់លើកឡើងបែបហ្នឹងបាទយើងទទួលស្គាល់ថាចិនចូលមកខ្មែរយើងបានប្រាក់បៀវត្សខ្ពស់មែនក៏ប៉ុន្តែដោយថាអញ្ចឹងគឺវាជាការងារដែលមិនស្របច្បាប់ប្រាក់ខែខ្ពស់ប៉ុណ្ណាក៏ដោយក៏វាមិនជារឿងល្អទេបងប្អូនដូចអ្នកខ្លះខ្មែរយើងធ្វើការនៅ scam ដល់វាគេចុះបង្ក្រាបទីតាំងមួយយើងក៏ត្រូវប្រឈមដូចគ្នាទោះបីជាយើងមិនប្រឈមពេញដូចជាអ្នកម្ចាស់ដែលបើកទីតាំងនោះក៏ដោយតែក៏យើងស្ថិតនៅក្រោមក្នុងនោះដូចគ្នាអញ្ចឹងវាសិតតែជាបញ្ហាបាទអញ្ចឹងយើងសង្ឃឹមថារដ្ឋាភិបាលនឹងជំរុញឲ្យមានសេចក្តីព្រាងច្បាប់នេះបាទអរគុណច្រើនបងប្អូនសូមមេត្តាជួយចុច Subscribe Channel របស់ខ្ញុំផងដើម្បីខ្ញុំចែករំលែកបន្តទៀតបាទហើយជួបគ្នានៅវីដេអូក្រោយអរគុណសម្រាប់ការតាមដានវីដេអូនេះបាទជម្រាបលា